ស្ត្រីម្នាក់ភ្លាមបានដួលសន្លប់នៅតាមផ្លូវហើយមនុស្សជុំវិញខ្លួនស្ទាក់ស្ទើរក្នុងការជួយពេលនោះយុវជនដឹកជញ្ជូនម្នាក់បានប្រញាប់ទៅជួយនាងដោយចិត្តសប្បុរសភ្លាមបន្ទាប់មកជំនួយការរបស់ស្ត្រីនោះបានមកដល់កន្លែងកើតហេតុដោយយល់ច្រឡំថាយុវជននោះកំពុងតែបៀតបៀននាងហើយបានវាយគាត់ឲ្យសន្លប់តែម្ដងដោយឃើញទឹកចិត្តសប្បុរសរបស់យុវជននោះអ្នកសុំទានម្នាក់នៅក្បែរនោះបានសម្រេចចិត្តឲ្យអ្វីមួយដល់គាត់ជាមួយនឹងពន្លឺអាចកំបាំងមួយបានធ្លាក់ចុះតម្លៃទំនិញទូទាំងពិភពលោកបានធ្លាក់ចុះ1 លានដងភ្លាមរថយន្តប្រណិតលំដាប់កម្ពស់មួយត្រូវបានដាក់លក់ត្រឹម$5ហើយយុវជននោះបានក្លាយជាអ្នកមានបំផុតក្នុងលោកត្រឹមមួយយប់ជាមួយនឹងប្រាក់$100,000ដើមរបស់គាត់ពេលយុវជននោះភ្ញាក់ឡើងស្ត្រីនោះបានយកប្រាក់$1ភ្លាមដើម្បីអរគុណគាត់ដែលធ្វើឲ្យយុវជននោះខឹងយ៉ាងខ្លាំងគាត់មានអារម្មណ៍ថាវាជាការប្រមាថជាងរង្វាន់ជំនួយការនោះមិនពេញចិត្តហើយបានអះអាងថា$1គឺគ្រប់គ្រាន់ណាស់ហើយប៉ុន្តែយុវជននោះនៅតែបដិសេធហើយសុំឲ្យនាងទុកលុយនោះទៅទិញស្ករគ្រាប់ថ្ងៃមួយគាត់និងមិត្តភ័ក្តិរបស់គាត់បានញ៉ាំអាហារនៅសន្តាគារដ៏ប្រណិតបំផុតក្នុងទីក្រុងរយពេលទទួលទានអាហាររួចគាត់បានយកលុយ$400ចេញដោយមិនខ្វល់អ្វីទាំងអស់ដើម្បីបង់វិក្កយបត្រមិននឹកស្មានដល់អ្នករត់ភ័យស្លន់ស្លោនាងបានបញ្ជាឲ្យសន្តិសុខទាំងអស់ចាក់សោកន្លែងនោះភ្លាមទិដ្ឋភាពនេះធ្វើឲ្យយុវជននោះមានការភ័ន្តច្រឡំយ៉ាងខ្លាំងម្ចាស់សន្តាគារបានចេញមុខមកជួបគាត់ផ្ទាល់បន្ទាប់ពីបញ្ជាក់ម្ដងហើយម្ដងទៀតថាលុយនោះពិតគាត់បានយកកុងត្រាមួយមកឲ្យគាត់ចុះហត្ថលេខាយុវជននោះមិនយល់ថាហេតុអ្វីបានជាការបង់ថ្លៃអាហារត្រូវចុះកុងត្រានោះទេប៉ុន្តែក្រោយពីចុះហត្ថលេខាគាត់ភ្ញាក់ផ្អើលពេលដឹងថាគាត់បានទិញសិនថាគារទាំងមូលត្រឹមតែ$400ប៉ុណ្ណោះ